បាទសួស្តីបងប្អូនជាថ្មីម្ដងទៀតខ្ញុំសូមអាប់ដេតនៅបច្ចេកវិទ្យាថ្មីបន្ថែមពាក់ព័ន្ធជាមួយនឹងបណ្ដាញទំនាក់ទំនងសង្គម Cool App Cool App យើងប្រើប្រាស់ data center ខ្លួនឯងតែម្ដងមានន័យថានៅទឹកដីកម្ពុជាតែម្ដងយើងមិនពឹងផ្អែកទៅលើ data center របស់បរទេសទេ Cool App គឺជាបណ្ដាញទំនាក់ទំនងរបស់ខ្មែរលើកដំបូងគេហើយប្រើប្រាស់ដោយ data center របស់ខ្មែរយើងសុទ្ធសាធតែម្ដងឥឡូវនេះយើងអាចបញ្ជាក់បានថា data center របស់ Cool App បានពង្រីកថែមមួយកម្រិតទៀតហើយដើម្បីបង្កភាពងាយស្រួលឲ្យបងប្អូនប្រើប្រាស់ Cool App កាន់តែងាយស្រួលដូចជាការផ្ញើសារកាន់តែបានលឿន call ទូរស័ព្ទកាន់តែបានច្បាស់កាន់តែរហ័សហ្នឹងហើយនេះគឺជាកត្តាក្នុងការពង្រីក data center របស់ខ្លួនឲ្យកាន់តែធំទៅបាទពីព្រោះទី1បើសិនជាយើងមិនពង្រីក data center ឲ្យបានធំទុកទិន្នន័យរូបភាពអីផ្សេងបានក្នុងអន្តរការណាមួយនោះគឺក៏អត់បានធំដែរអញ្ចឹងយើងពង្រីកឲ្យបានធំធ្វើឲ្យការផ្ញើរូបផ្ញើ voice សំឡេងផ្ញើ chat ផ្ញើ text ស្អីឬក៏ call អីហ្នឹងគឺធ្វើឲ្យបងប្អូនកាន់តែដើរ smooth ជាងមុនតែម្ដងចំណុចនេះហើយគឺជាការវិវត្តថ្មីមួយទៀតរបស់ Cool App ហ្នឹងហើយខ្ញុំអាចជម្រាបជូនបងប្អូនថាក្រុមការងារបច្ចេកទេសរបស់ Cool App នឹងបន្តអាប់ដេតមួយជំហានធ្វើយ៉ាងណាឲ្យការប្រើប្រាស់ហ្នឹងទាំងលើកុំព្យូទ័រទាំងលើទូរស័ព្ទទាំងលើ iPad tablet អីផ្សេងគឺឲ្យដើរ smooth តែម្ដងបាទដូច្នេះនេះគឺជាស្នាដៃទី1របស់យើងត្រូវការពេលវេលាអាប់ដេតមួយជំហានម្ដងដើម្បីឲ្យមានភាពប្រហាក់ប្រហែលជាមួយនឹងបរទេសបាទរបស់គេដើររាប់សិបឆ្នាំហើយបាទ Telegram WhatsApp ឬក៏ Line អីដើរជាង10ឆ្នាំទៅហើយបាទ Zalo របស់វៀតណាមក៏ដើរជាង10ឆ្នាំទៅហើយយើងទើបតែ start មកដល់ពេលនេះគឺរយៈពេលជាងកន្លះឆ្នាំប៉ុណ្ណោះអញ្ចឹងយើងត្រូវការពេលវេលាដើម្បី develop update មួយជំហានហើយយើងនឹងបន្ត update ដោយគ្មានឈប់សម្រាកទេដើម្បីឲ្យផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់យើងសង្ឃឹមថានឹងធ្វើឲ្យបងប្អូនពេញចិត្តក្នុងការប្រើប្រាស់របស់ជាតិខ្មែរយើងតែម្ដងបាទសូមគោរពអរគុណ